បានយកដៃរបស់ចានីមកដាក់លើទ្រូងរបស់គេហើយនិយាយថាតើបងស្រីចូលចិត្តខ្ញុំទេតើបងស្រីចង់ភ្លក់ខ្ញុំទេពេលចានីដឹងថាមិនស្រួលហើយគាត់ចង់ដើរចេញប៉ុន្តែឌីបានចាប់ជាប់និងបានស្ទាបអង្អែលយ៉ាងរលរាយជាខ្លាំងដែលធ្វើឲ្យចានីទ្រាំមិនបានចានីក៏បានគិតក្នុងចិត្តថាក្មេងហើយធំទៀតតើសារទៅដឹងចិត្តយ៉ាងណាទេពេលនោះចានីក៏បានបើកឆាកប្រយុទ្ធជាមួយប្អូនថ្លៃយ៉ាងខ្លាំងក្លាដែលធ្វើឲ្យពួកគេទាំងពីរនាក់ឡើងឋានសួគ៌ធ្ងោពេញផ្ទះតែម្ដងប្រហែលជា5 ដងក្រោយមកចានីក៏ទន់ដៃទន់ជើងពេលនេះគាត់ក៏បាននិយាយប្រាប់ឌីថាបងទៅមិនរួចទេបងសុំទៅបន្ទប់សិនហើយសូមស្វាគមន៍មកកាន់ Channel Admin ថ្ងៃនេះ Admin មានរឿងមួយមកចែករំលែកគ្នាជាស្ដាប់បើចង់ដឹងសាច់រឿងទៅជាយ៉ាងណាតែយើងទៅស្ដាប់ទាំងអស់គ្នានៅក្នុងគ្រួសារមួយនៅក្នុងទីក្រុងភ្នំពេញមានគ្នា2នាក់ម្នាក់ប្តីមានឈ្មោះថាបងច័ន្ទរីឯប្រពន្ធមានឈ្មោះថាចានីពួកគាត់ទាំងពីរទើបតែរៀបការថ្មីថ្មោងពួកគាត់ស្រឡាញ់គ្នាណាស់ប្រងថាឆ្នាំក្រោយនឹងយក baby នៅថ្ងៃមួយបងច័ន្ទគាត់មានការងារចុះទៅតាមខេត្តឆ្ងាយហើយទៅម្ដងហ្នឹង2-3ថ្ងៃទៅមកវិញចឹងហើយគាត់បារម្ភប្រពន្ធគាត់មិនចង់ឲ្យបងស្រីនេះនៅផ្ទះតែម្នាក់ឯងទេដោយសារគាត់បារម្ភពេលនោះគាត់ក៏បាននឹកឃើញដល់ប្អូនពៅរបស់គាត់គេមិនទាន់រៀនចប់នៅឡើយនោះទេទើបតែអាយុ20 ឆ្នាំប៉ុណ្ណោះបងច័ន្ទគាត់ក៏បានប្រាប់ប្រពន្ធថាអូនអញ្ចឹងបងឲ្យប្អូនបងមកគេងកំដរអូនបានទេបងបារម្ភពីអូនមិនចង់ឲ្យអូននៅតែម្នាក់ឯងនោះទេចានីគាត់ក៏មិនបានថាអីនោះទេសម្រាប់តែលើបងចោះណាមួយកុំឲ្យបងបារម្ភពីអូនច្រើនផងរុះព្រឹកឡើងដល់ពេលដែលបងច័ន្ទចេញទៅខេត្តពេលនោះគាត់ក៏បានទេទៅប្អូនប្រុសរបស់គាត់ដែលគេមានឈ្មោះថាឌីដែលឌីរៀននៅជិតផ្ទះរបស់បងពេលនោះបងច័ន្ទក៏បាននិយាយទៅប្អូនប្រុសគាត់ថាអូនមកគេងកំដរបងថ្លៃឯងបាន2-3យប់បានអត់បងមានការងារចុះទៅខេត្ត2-3ថ្ងៃចឹងហើយបងរកប្អូនមកគេងកំដរបងថ្លៃឯងតែឯងព្រមទេពេលនោះឌីក៏បាននិយាយថាមិនអីទេបងចាំខ្ញុំទៅគេងកំដរចាយក៏បានដែរបងកុំបារម្ភអីនិយាយគ្នាហើយច័ន្ទក៏បានលាប្រពន្ធចេញទៅខេត្តបាត់ទៅលុះដល់យប់ឡើងឌីក៏បានជិះម៉ូតូមកផ្ទះបងថ្លៃរបស់គេដើម្បីមកគេងកំដរបងថ្លៃពេលមកដល់ទ្វារផ្ទះរបស់បងថ្លៃឌីក៏បានគោះហៅបងថ្លៃពេលនោះចានីក៏បានឮហើយក៏ប្រញាប់ទៅបើកទ្វារឲ្យប្អូនថ្លៃដោយសារតែប្អូនឌីមករៀងយប់ចឹងហើយចាធីតាគាត់បានងូតទឹកហើយស្លៀកបំពាក់ឈុតគេងដោយបញ្ចេញសាច់សខ្ចីនិងភ្នំធំធំពេលចាធីតាបើកទ្វារមកឌីដែលជាប្អូនថ្លៃរបស់គាត់ពេលឃើញចានីស្លៀកពាក់ឈុតគេងសិចស៊ីអញ្ចឹងរៀងក្តៅខ្លួនបន្តិចហើយអូនតូចរបស់គេក៏បានក្រោកបាត់ទៅហើយគេក៏គិតក្នុងចិត្តថាបងថ្លៃខ្ញុំស្អាតអញ្ចឹងបានជាបងប្រុសលងខ្លាំងណាស់ពេលនោះចានីក៏បានហៅឌីឲ្យចូលមកខាងក្នុងផ្ទះមកដោយសារតែភ្លៀងផងពេលនោះចានីក៏បានទាញដៃឌីចូលមកក្នុងផ្ទះពេលនោះគាត់ក៏ស្ទាបក្បាលរបស់ឌីឃើញថាក្តៅខ្លួនដោយសារប្រហែលជាត្រូវទឹកភ្លៀងអំបញ្ញមិញពេលនោះគាត់ក៏បានដេញឲ្យឌីទៅផ្លាស់កៅអៅមួយទឹកចេញរួចហើយមកប្រញាប់គេងពេលនោះឌីក៏មិនបាននិយាយអ្វីច្រើនដែរក៏បានទៅងូតទឹកពេលគេងូតទឹករួចហើយគេក៏បានចេញពីបន្ទប់ទឹកវិញគេស្លៀកតែខោខ្លីរីឯអាវគ្មានទេហើយបញ្ចេញសាច់ដុំនឹងមើលទៅទាក់ទាញណាស់ពេលនោះចានីក៏បានឃើញរាងដ៏សង្ហារបស់ឌីហើយក៏បានមើលទៅខាងក្រោមឃើញនាគរីរបស់ឌីធំជាងប្តីរបស់គាត់ទៀតគាត់ក៏មានអារម្មណ៍ស្រើបស្រាវបាត់ទៅហើយព
ពេលនោះគាត់ក៏បានហៅឌីមកនិយាយគ្នាលេងពេលនោះពួកគេទាំងពីរបាននិយាយអំពីនេះពីនោះដែលធ្វើឲ្យគេមើលមុខគ្នាហើយមានអារម្មណ៍តិចនិងមានចិត្តទៅលើគ្នាទៅវិញទៅមកពេលនោះចេននីក៏មិនចង់ក្បត់ប្តីមកយកប្អូនថ្លៃឡើយពេលនោះគាត់ក៏បានសុំប្អូនថ្លៃគាត់ទៅគេងមុនហើយពេលនោះឌីក៏បានដឹងថាបងថ្លៃរបស់គេលងនឹងសម្រស់របស់គេហើយក៏បានធ្វើជាចង់ក្រុននឹងឲ្យបងថ្លៃរបស់គេក៏ខ្ចោលឲ្យបន្តិចពេលនោះចាស់នេះរៀងស្ទើរចិត្តបន្តិចបន្តួចដែរប៉ុន្តែគាត់បានគិតក្នុងចិត្តថាមិនអីទេគ្រាន់តែក៏ខ្ចោលសោះមានអីទៅធំដុំពេលនោះគាត់ក៏ថាមិនអីទេចាស់ទៅយកប្រដាប់ក៏ខ្ចោលឲ្យនិយាយរួចហើយចានីក៏បានទៅបន្ទប់ខ្លួនទៅយកប្រេងរឡាមកកោសខ្ចោលឲ្យប្អូនថ្លៃពេលនោះចានីក៏បានកោសខ្ចោលនិងមានអារម្មណ៍ផងតែគាត់ទុំមិនឲ្យឌីដឹងនោះទេឌីក៏បានដឹងបាត់ទៅហើយគេក៏បានធ្វើជាដេកបែរមុខមករកចានីហើយឲ្យចានីក៏ខាងមុខឲ្យពេលនោះចានីបេះដូងលូតឌុកតែមិនហ៊ានប្រកែកទេព្រោះប្អូនថ្លៃឲ្យក៏ឲ្យហើយមួយសន្ទុះក្រោយមកឌីក៏បានយកដៃរបស់ចានីមកដាក់លើទ្រូងរបស់គេហើយនិយាយថាតើបងស្រីចូលចិត្តខ្ញុំទេតើបងស្រីចង់ភ្លក់ខ្ញុំទេពេលចានីដឹងថាមិនស្រួលហើយគាត់ចង់ដើរចេញប៉ុន្តែឌីបានចាប់ជាប់និងបានស្ទាបអង្អែលយ៉ាងរលរាយជាខ្លាំងដែលធ្វើឲ្យចានីទ្រាំមិនបានចានីក៏បានគិតក្នុងចិត្តថាក្មេងហើយធំទៀតតើសារទៅដឹងចិត្តយ៉ាងណាទេពេលនោះចានីក៏បានបើកឆាកប្រយុទ្ធជាមួយប្អូនថ្លៃយ៉ាងខ្លាំងក្លាដែលធ្វើឲ្យពួកគេទាំងពីរនាក់ឡើងឋានសួគ៌ធ្ងោពេញផ្ទះតែម្ដងប្រហែលជា5ដងក្រោយមកចានីក៏ទន់ដៃទន់ជើងពេលនេះគាត់ក៏បាននិយាយប្រាប់ឌីថាបងទៅមិនរួចទេបងសុំទៅបន្ទប់សិនហើយបងអស់កម្លាំងខ្លាំងណាស់ពេលនោះឌីឮហើយក៏បានថាបាទចាយចាំខ្ញុំគ្រាវចាទៅលុះឌីមកបន្ទប់វិញឌីសប្បាយចិត្តណាស់ព្រោះជាលើកដំបូងរបស់គេហើយជាតិដល់ហើយណាមួយបងថ្លៃឯងទៀតដឹងចឹងយកសង្សារមួយបាត់ទុកកំដរពេលនោះឌីបានរៀបចំគេងតែនឹកគិតរឿងអំបញ្ញមិញធ្វើឲ្យអាអូនទួយរបស់គេក្រោកឡើងម្ដងទៀតគេទ្រាំមិនបានក៏បានទៅខួចទ្វារបងថ្លៃរបស់គេនៅមុខបន្ទប់ពេលចានីឮគាត់ក៏បានបើកទ្វារមកយឺតឌីបាននិយាយថាខ្ញុំគេងមិនលក់សោះចាយតើខ្ញុំអាចសុំគេងជាមួយចាយមួយយប់បានទេចានីក៏ស្ទាក់ស្ទើរបន្តិចតែបានគិតក្នុងចិត្តថាកំឡោះហើយធំរៀងសង្ហាទៀតភ្លុកម្ដងហើយចង់ភ្លុកម្ដងទៀតមើលទៅមិនដាច់ចិត្តសោះណាមួយខានយូរដែរហើយព្រោះប្តីមិនដែរឲ្យចឹងហើយក៏មានអារម្មណ៍ចង់ណាស់ដែរចឹងហើយគាត់ក៏បាននិយាយប្រាប់ឌីវិញថាមិនអីទេមកគេងជាមួយចាយចោះចាយមិនថាអីទេពេលនោះឌីឮហើយសប្បាយចិត្តណាស់នឹងបានដើរទៅជិតចានីនិងចម្រើនចានីគេងលើពុករួចហើយពួកគេក៏បានបើកឆាកប្រយុទ្ធគ្នាយ៉ាងអង្គើក្រេដែលធ្វើឲ្យពួកគេធ្ងោពេញបន្ទប់តែម្ដងមួយយប់តភ្លឺពួកគេមិនបានគេងសោះពួកគេមានអារម្មណ៍ថាសប្បាយរីករាយពេលនៅក្បែរគ្នាតាំងពីពេលនោះមកពួកគេក៏បានបន្តទង្វើបែបនេះរហូតមិនថាពេលបងចាំនៅឬក៏ពេលបងចាំទៅធ្វើការទេពួកគេទាំងពីរតែងតែលួចមកមានអីជាមួយគ្នាជារៀងរាល់ពេលរឿងនេះក៏បានចប់សូមអរគុណបងប្អូនដែលបានតាមដានស្ដាប់រហូតដល់ចប់សូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីឲ្យ admin មានកម្លាំងចិត្តក្នុងការសម្រាយរឿងសូមអរគុណបាយបាយ